សួស្តីបងប្អូនថ្នាក់ទី11ហើយនិងថ្នាក់ទី12តពីយើងបានភាសាគ្នាពីចំនួនកំប្លេចទម្រង់ពេចកណិតហើយនិងស្គាល់យមន័យចំនួនកំប្លេចហើយគ្រូចង់ឲ្យយើងអនុវត្តលំហាត់គំរូដើម្បីការប្រើប្រាស់ទី1គឺចំនួនកំប្លេច2ស្មើគ្នាហើយនឹងអនុវត្តចំពោះប្រមាណវិធីលើចំនួនកំប្លេចអានេះគឺជាកម្រិតដំបូងគេបាទជាមូលដ្ឋានគ្រឹះរបស់យើងអញ្ចឹងយើងមកមើលលំហាត់គំរូទាំងអស់គ្នាអញ្ចឹងគោលបំណងរបស់គ្រូដំបូងគេគឺចង់ឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់ឲ្យច្បាស់អំពីទម្រង់ពេចកណិតហើយនឹងចំនួនកំប្លេចឆ្លាស់ដែលយើងបាននិយាយគ្នាខាងលើមកលំហាត់គំរូទី1គឺកំណត់ផ្នែកពិតហើយនិងផ្នែកនិមិត្តអញ្ចឹងគ្រូមានចំនួនកំប្លេចរបស់យើងសិតអងស្មើ5ដក 2e និងសិតដឺស្មើដក 4e ផ្នែកពិតវាអត់មានន័យថា0ណាអញ្ចឹងគេឲ្យយើងកំណត់ផ្នែកពិតហើយនឹងផ្នែកនិមិត្តនៃចំនួនកំប្លេចនីមួយៗអញ្ចឹងយើងមើលបំរាប់របស់យើងគឺសិតអងស្មើ5ដក 2e ហើយសិតដឺស្មើនឹង0ដក 4e អញ្ចឹងអត់មាននេះមានន័យថា0ណាអញ្ចឹងក្នុងនេះយើងនឹងទាញបានផ្នែកពិតរបស់យើងស្មើនឹង5 a ស្មើ5ណានេះ a ផ្នែកពិតហើយ b ស្មើដក 2អាហ្នឹងគេហៅផ្នែកនិមិត្តចំណែកសិតដឺរបស់យើងផ្នែកពិតរបស់យើងស្មើ0 a ស្មើ0ហើយផ្នែកនិមិត្តរបស់យើងស្មើដក 4អញ្ចឹងឲ្យយើងស្គាល់ពីផ្នែកពិតហើយនិងផ្នែកនិមិត្តបងអូនមើលលំហាត់គំរូទី2ហាត់គំរូទី2គ្រូចង់ឲ្យបងអូនស្គាល់អំពីចំនួនកំប្លេចឆ្លាស់អញ្ចឹងយើងមើលកំណត់ចំនួនកំប្លេចឆ្លាស់ហើយចំនួនកំប្លេចឆ្លាស់ហ្នឹងគឺតាំងដោយសិតបាដាក់បាពីលើស្គាល់ចំនួនកំប្លេចឆ្លាស់របស់ចំនួនកំប្លេចមានចំនួនកំប្លេចកសិតស្មើ3បូក 7e ខនេះស្មើដក5ដក e កនេះសិតស្មើ 2e អញ្ចឹងសម្រាប់ a បូក be របស់យើងនេះគឺចំនួនកំប្លេចដល់ពេលសិតបារបស់វាគឺស្មើនឹងដកបាទឆ្លាស់សញ្ញានៅពីមុខ e ដូចស្មើយើងមានសិតស្មើ a បូក be ដល់ពេលចំនួនកំប្លេចឆ្លាស់សិតបាយើងទៅជាស្មើ a ដក be អីចឹងមកបាទអញ្ចឹងខ្ញុំឲ្យយើងមើលខ្ញុំអត់ទៅសេបំរាប់មកវិញទេបំរាប់ចំនួនកំប្លេចដើមរបស់យើង3បូក 7e ដល់ពេលចំនួនកំប្លេចឆ្លាស់គឺយើងតាំងដោយសិតបានេះតាំងដោយសិតបាទៅស្មើនឹង3ដក 7e វិញអញ្ចឹងអានេះបូកឆ្លាស់វាដកណាអញ្ចឹងខយើងមានប៉ុណ្នេះដក5បូក e ដក e អញ្ចឹងចំនួនកំប្លេចឆ្លាស់វាដក5ដក e គឺឆ្លាស់សញ្ញាពីមុខ e ហ្នឹងបាទហើយកនេះ 2e ផ្នែកពិតវាស្មើ0ណាអញ្ចឹងដល់ពេលចំនួនកំប្លេចឆ្លាស់វាដក 2e អញ្ចឹងទៅបាទទី3ចំនួនកំប្លេចផ្ទុយយើងនិយាយអំពីចំនួនកំប្លេចផ្ទុយម្ដងចំនួនកំប្លេចផ្ទុយគឺយើងមើលគឺចំនួនផ្លេចផ្ទុយគឺយើងតាំងដោយដកសិតបើយើងមានសិតនេះចំនួនផ្លេចដើមគេឲ្យមកអញ្ចឹងផ្ទុយគឺដកសិតអញ្ចឹងខ្ញុំសរសេរចម្លើយកាត់យកតែម្ដងគឺចំនួនផ្លេច a បូក be អញ្ចឹងផ្ទុយវាគឺដកទាំងអស់ហ្នឹងមកបាទយើងប្រើទម្រង់ហ្នឹងណាអញ្ចឹងសិតយើងស្មើ2ដក 6e អញ្ចឹងដល់ពេលចំនួនផ្លេចផ្ទុយដកសិតបាទនេះដកសិតយើងគុណដកចូលទៅគុណដកចូលក្នុងទម្រង់នេះទៅយើងទទួលបានប៉ុណ្នេះហើយkhiយើងគុណសញ្ញាដកចូលទៅបានដក2បូក 6e ចំណែកចំនួនផ្លេចផ្ទុយរបស់លំហាត់ខនេះគឺដកសិតដែរដកសិតហើយយើងគុណសញ្ញាដកចូលក្នុងនេះមកបាទនេះគុណដកចូលទៅបានបូក 4e ហើយដកប៉ះបូកចេញដក
cho năng cái hái chùm nón complex tôi và như chia hạt cư từ bốn cứ này nòm ở dưới score chẳng smep lùm hạt tí buồn ca cầm nọt lùm lại a hay nâng b chẳng bốn mớ cái ao sật dưới mà pa độ muối bột b bột bay cái ta y cầm nọt lùm lại a nâng b ba cái đăng tha này cái ba cái đăng tha sật ní mà pram độ pi chẳng bà sật mà pram độ pi anh ấy dương đạo về smart như thế này đạo về smart này bên này đành chứ trong vậy pika pra luôn flex pi smart này nè nhom sum rai ở tích lại nó nhom xe hàng cắt tích chẳng đôi dương miền sật dương smart nâng pi a độ mùi bột cho mùi nâng b bột bảy ta ý tai giật dương smart man giật sật bỏ dương nâng đại nâng smart nâng pram độ pi chẳng dương tiền mà tiền ở việt smart này mà tầm bàn ấy kì bàn pa độ muối smart muối pram hay năng muối tiết ở b bột bảy ní smart nâng độ pi và smart độ pi chẳng bàn ôn tiền họ a tới smart màn a smart nâng 3 បាទអាស្មើ3យើងដោះស្រាយសមីការនឹងមកហើយ b យើងស្មើនឹងដក5បាទនេះខ្ញុំសម្រាយឲ្យបាទតបពីនឹងមកបងមើលកន្លែងនេះតទៀតគឺខ្ញុំសង្ខេបជាតារាងតែម្ដងគឺបើយើងមានសត្វស្មើ1បូក e ដក2បូក 3e ហើយដក 5e អញ្ចឹងដល់ពេលចំនួនកំភ្លេចឆ្លាស់របស់វានេះចំនួនកំភ្លេចឆ្លាស់វាយើងតាំងនៅសត្វបាហើយចំនួនកំភ្លេចផ្ទុយដកសត្វអញ្ចឹងទៅអញ្ចឹងបើយើងមាន1បូក e ចំនួនកំភ្លេចឆ្លាស់វា1ដក e ហ្នឹងហើយបើយើងមានប៉ុណ្ណឹងហើយយើងចង់បានចំនួនកំភ្លេចផ្ទុយយើងគុណអានេះនឹងដកទៅយើងទទួលបានប៉ុណ្នេះហ្នឹងចំនួនកំភ្លេចផ្ទុយហើយបើសត្វយើងស្មើនឹងប៉ុណ្នេះគុណសញ្ញាដកចូលទៅយើងបានចំនួនផ្លេចផ្ទុយប៉ុណ្នេះដែរហើយចំនួនផ្លេចឆ្លាស់គឺអានេះបូកឆ្លាស់វាដកណាឆ្លាស់សញ្ញាអញ្ចឹងបាទហើយកន្លែងនេះដោយថាផ្នែកពិតវា0អញ្ចឹងចំនួនផ្លេចឆ្លាស់វាទៅជាបូកវិញហើយចំនួនផ្លេចផ្ទុយវាយើងគុណសញ្ញាដកទៅជាបូកដែរបាទអញ្ចឹងអានេះជាសង្ខេបឲ្យមើលជាតារាងទេហ្នឹងហើយឥឡូវយើងអនុវត្តបន្តទៀតគឺចង់ឲ្យគ្នាយើងយល់ច្បាស់អំពីទម្រង់ពេជ្រគណិតនៃចំនួនកំភ្លេចហ្នឹងហើយខ្ញុំចង់ឲ្យបងប្អូនចេះប្រើប្រាស់ចំនួនកំភ្លេចទម្រង់ពេជ្រគណិតដោយប្រើប្រមាណវិធីហើយប្រមាណវិធីយើងដឹងហើយមានប្រមាណវិធីបូកប្រមាណវិធីដកអញ្ចឹងបងប្អូនមើលទាំងអស់គ្នាអានេះជាការរំលឹករូបមន្តយើងដែលបាននិយាយគ្នាហើយណាបាទអញ្ចឹងយើងប្រមាណវិធីបូកបើយើងមានសិតអងបូកប៉ុណ្ណឹងមកនេះយើងធ្វើការបូកធម្មតាណាបូកធម្មតានេះយើងមានសិតអងស្មើ5បូកជាមួយនឹង 3e បូកជាមួយនឹងដក2បូក 4e អញ្ចឹងពេលដែលបងប្អូនបូកបងប្អូនយកផ្នែកពិតបូកផ្នែកពិតអញ្ចឹងយក5បូក1ដក2 5បូក1ដក2យើងទទួលបានប៉ុណ្ណេះណាហើយផ្នែកនិមិត្តបូកមួយផ្នែកនិមិត្តមានន័យថាយក 3e បូក1ដក 4e ដែលយើងទទួលបានប៉ុណ្ណេះគឺទាញ e ជាកតាណាអញ្ចឹងយើងបូកផ្នែកពិតមួយផ្នែកពិតផ្នែកនិមិត្តមួយផ្នែកនិមិត្តចាអានេះ5ដក2ចេញស្មើនឹង3ចំណែក3បូក 4e ស្មើនឹង7បាទ3បូក4ស្មើ7អញ្ចឹងយើងបាន 7e អញ្ចឹងទម្រង់ពេជ្រគណិតបូកទម្រង់ពេជ្រគណិតវាចេញទម្រង់ពេជ្រគណិតដែរសម្រាប់ប្រមាណវិធីដកណាខ្ញុំអត់សេបំរាប់ទេពេលយើងប្រឡងអីបងសេបំរាប់ចូលសិនទៅសូមសរសេរស្មើប៉ុណ្ណេះមកខ្ញុំកាត់តិចដើម្បីឲ្យវីដេអូខ្លី
ហើយចឹងយើងមានប៉ុណ្នេះណាមានសិតដឺស្មើនឹងប៉ុណ្ណឹងហើយប្រមាណវិធីដកក៏ដូចគ្នាដែរបងប្អូនយកផ្នែកពិតដកមួយផ្នែកពិតឬក៏យើងគុណសញ្ញាដកចូលទៅចាំទូទាត់ក៏បានអញ្ចឹងយក9ដក1 4យើងទទួលបានប៉ុណ្នេះចំណែកផ្នែកនិមិត្តគឺដក 2e ហើយអានេះគុណដកចូលបានបូក6គុណដកចូលបានបូក6អញ្ចឹងនេះយើងធ្វើការគុណដកទៅដកមកប៉ះមួយដកនេះទៀតនេះខ្ញុំអត់តន់បដូរសញ្ញាទេនេះបាទហើយយើងទាញ e ជាកតាដោយសារវាមាន e ដូចគ្នាទាញជាកតាហ្នឹងហើយអញ្ចឹងទូទាត់ទៅ9ដក4ស្មើ5អានេះដកគុណដកចេញបូក6ដក2ចេញឃើញ4ហ្នឹងហើយឃើញ4អញ្ចឹងកន្លែងនេះគ្រូអាចធ្វើអញ្ចេះឲ្យគ្នាយើងមើលចេះក៏បានដែរនេះមើលមួយគ្រូនេះយើងអាចធ្វើអញ្ចេះបានគឺទុក9នៅដែរ9ដក 2e នៅដែរមកគុណដកចូលដកគុណ4បានដក4ដកគុណដកចេញបូក 6e ហើយយើងបូកផ្នែកពិតមួយផ្នែកពិតអញ្ចឹងយក9ដក4ចេញឃើញ5ចំណែកដក 2e បូក 6e ឃើញបូកនឹង 4e បាទបូក 4e បងប្អូនធ្វើអញ្ចេះក៏បានដែរណាសម្រាប់ផលគុណវិញគឺយើងគុណធម្មតាគ្នាយើងតម្រងពេជ្រកណិតគុណហើយទូទាត់ធម្មតាណាអញ្ចឹងបងប្អូនគ្នាសូមមើលចំនួនផ្លេចសិតយើងគុណពលាតមក2គុណ4បាទ2គុណដក e ណា2គុណ4 2គុណដក e យើងទទួលបានប៉ុណ្ណេះហើយយើងយក3ទៅគុណម្ដង 3e គុណនឹង4បាន 3e គុណ4នេះណា 3e គុណ1ដក e មកបានប៉ុណ្នេះបាទអញ្ចឹងពេលប្រឡងក្នុងថ្នាក់ឯងបងអូនសេបំរាប់សិនណាខ្ញុំមិនសេបំរាប់ទេខ្ញុំដាក់យកមកណាហើយយើងដឹងហើយ e ការ៉េស្មើដក1តាំងពីដើមមកណាអញ្ចឹង2គុណ4បាន8អានេះ2គុណដក e ដក 2e អានេះ 3e គុណ14បាន12 3e គុណដក e បានដក 3e ការ៉េបាទហើយ 12e ដក 2e សល់ 10e នេះ 10e អញ្ចឹង e ការ៉េស្មើដក1គឺយើងចំនួនដោយដក1ចូលមកហ្នឹងហើយ10e ទុកដែរសិននៅស្ងៀមអានេះ8បូក3ឃើញ11អញ្ចឹងឃើញផលគុណចំនួនកំផ្លេចតម្រងពេជ្រគណិតយើងគុណគ្នាយកមកចេញតម្រងពេជ្រគណិតដែរតម្រង a បូក be អានេះជាការប្រើប្រាស់ប្រមាណវិធីគុណការប្រើប្រាស់ប្រមាណវិធីគុណលំហាត់ទី3ចង់ឲ្យគ្នាយើងចេះប្រើប្រាស់ពីប្រមាណវិធីចែកចំនួនកំផ្លេចតម្រងពេជ្រគណិតដែរអញ្ចឹងយើងមើលសរសេរសិតនេះជាតម្រងពេជ្រគណិតហើយយើងមានសិតស្មើ3បូក 2e នៅលើ1ដក 3e គ្នាយើងចង់ចែកតម្រងពេជ្រគណិតបងអូនគុណចំនួនកំផ្លេចឆ្លាស់របស់វាអានេះដកឆ្លាស់វាទៅជាបូកអញ្ចឹងបងអូនគុណចំនួនកំផ្លេចឆ្លាស់ភាគបែងនឹងប៉ុណ្ណឹងភាគយកគុណនឹងប៉ុណ្ណឹងវិញឃើញទេហើយសម្រាប់ភាគបែងវាចូលរាង a ដក b កតា a បូក b គឺបាន a ការ៉េដក b ការ៉េមានន័យថាបានប៉ុណ្នេះមានន័យថាបាន1ការ៉េដកជាមួយ 3e លើកជាការ៉េប៉ុន្តែ e ការ៉េស្មើដក1អញ្ចឹង1ការ៉េ1ដែរចំណែក3ការ៉េនេះគឺទុកដែរ3ការ៉េហើយដល់ពេល e ការ៉េស្មើដក1ដកប៉ះដកចេញបូកអញ្ចឹងវាបាន1ការ៉េបូក3ការ៉េនេះកន្លែងហ្នឹងគូកាត់បន្តិចណាកាត់បន្តិចអញ្ចឹង1ការ៉េ1 3ការ៉េ9យើងទួបានប៉ុណ្នេះបាទហើយសម្រាប់ភាគយកយើងគុណពលាតធម្មតា3គុណ1បាន3អានេះ3គុណនឹង 3e បាន 9e បាទបាន 9e ហើយយើងគុណ 2e ម្ដង 2e គុណ1បាន 2e 2e គុណជាមួយនឹង 3e បាន 6e ការ៉េបាន 6e ការ៉េ
chẳng dương tu toát máu này về từ chia y gray smart độ muối về từ chia độ mùi vĩnh hay bầy ní nơi nghiêm sắn anh ấy bằng buồn y bột time pi smart nó đọc mùi y và smart nó đọc mùi y anh ấy bay độ mùi khơi độ bay bột đọc mùi y anh ấy buồn bột muối này na của đăng này smart đọc chẳng độ mùi lượng bấy chạy những đọp dùng đại phía bài mùi máu và độ mùi lượng bấy lượng đọp hay bột cho mùi năng đọc mùi lượng đọp y dùng đại phía bài máu dùng tụ bàn phần năng chẳng cái này như cứ làm hạt cầm rù thì bấy nó chỉ cả nó vót từ lời màn vị thi này chúng nó plek và màn thi này chúng nó plek cứ màn thì chạy hay dương miền tăng từ màn thì bột độ côn lấy cho mà đo chạy nè cứ cái phơi bài năng đó cứ với chọp y nó phía bánh bạt y chào khi dương mơ mùi tiết đó là bây ở chụp bà đấy mùi tiết đó là bây ở chụp bà mơ làm hạt tị buồn hạt tị buồn khi dương mơ anh ấy dương côn beliệt sân đấy và đây không nít nhom sợi côn phị dọc beliệt máu nè kẹt nè phị dọc ở dương mơ sân nó kẹt nè côn beliệt nó từ toát nó bàn bầy bột y trong này phị bay nè phị bay y người ta mùi bột y này côn beliệt đai côn y chô đấy y chô bàn y bột y gray hay dương từ toát tới độ pi bột y độ pi bột y ai dân mơ pho chạy vĩnh cứ dân chùm nuôi trâu đây nè chùm nuôi trâu mà hay phía bay nhưng sẽ để rong hồi chơi bàn phần này chùm nuôi trâu mà bàn phần nắng cái dương bật to ăn ở vọt mà khi chạy một lệch đá đòi bật y bị phía bay bật y phía bay nhà này bố là biết độ chẳng con chùm nuôi một lệch là đấy con nuôi lệch là tới độ ấy nhưng con chla phần nắng con phía bay năng phần năng bình con phía bay năng phần năng bình cho anh ấy cho riêng a độ b ta a bột b chẳng những ban a cái độ b cái thời vì miền y cái smart độ mùi thứ ba độ máu gần tranh bột này ban chẳng độ 7 y độ pi tiết độ 5 y độ 5 ý hay này y gray smart độ muối về bàn bột muối hay độ mùi y buôn bột muối bàn 5 chẳng này dương đại phía bài mùi má độ 5 chạy 5 được tua bàn độ muối độ 5 chạy năng 5 bán độ mùi đại và độ mùi y lấy dương mà mơ lùm hạt thì 5 chia ra vậy hiện chùm nuôi black pea smart này đây là ní nó water lên chùm nuôi black pea smart này chẳng khi dương mơ cái ao dương cầm nọt chùm nuôi put x những y ba cái đăng tha x bột y ý người ta pi bột ý smart pram bột y hay chẳng dương mơ đầm nọt sai chùm nuôi cũ cứ lại ní dương tiên x bột y ní dân tiền máu cứ bỏ họ này máu tới chỉ chạy nữa tới chỉ chạy trên tụ bàn phần này thấy khi dân pi bột y nếp ôn bạt đa đi cao phía bay người dùng hạt càng lơ tới dân từ xe ban tới chia tầm rong bịch cẩn này a bột b y bà mới dân con xong chả tới con pi độ y tới bị trôi được một món này chẳng chấm nôn black pea smart này lúc ra tại này bật smart này bật cái này ní cụ bị chạm đong tiết ôn thưa đôi càng lờ đài đấy hay nhom sông cạt thì cái này ní đó nhom sông là tập họ trong khối cứ tranh tầm rong a bột b y chẳng chấm nôn black pea smart này dương dây bàn thứ mấy cho riêng a bột b y smart c bột d y chẳng chọn ở chấm nôn black pea smart này lúc ra tại này bật smart này bật này nhị mất smart này nhị mất chẳng a smart c hay nâng b smart d bàn chẳng chừng tụ bàn x
ស្មើ3ចំណែក y ស្មើ1នេះជាចម្លើយការអនុវត្តទៅលើចំនួនផ្លេច2ស្មើគ្នាបាទចឹងថ្ងៃហ្នឹងគ្រូមានប៉ុណ្ណឹងហើយបងមានចម្ងល់អីអាច comment នៅក្រោមវីដេអូគ្រូហើយកុំភ្លេចជួយ follow និង follow Facebook គ្រូហើយនិង subscribe channel YouTube គ្រូម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីរាល់ថ្ងៃបាទចឹងត្រឡប់មកវិញក្នុងខ្លឹមសារនេះឲ្យបងអូនស្គាល់អំពីនិយមន័យចំនួនកំប្លែកតម្រងពេជ្រគណិតហើយចំនួនកំប្លែកឆ្លាស់នៃសត្វយើងតាមនៃសត្វបាហើយនេះចំនួនកំប្លែកតុយណាហើយនឹងការអនុវត្តចំនួនកំប្លែក2ស្មើគ្នាណាចំនួនកំប្លែក2ស្មើគ្នាហើយនឹងការគណនាលំហាត់ដោយប្រើប្រាស់ប្រមាណវិធីលើចំនួនកំប្លែកដែលមានប្រមាណវិធីបូកប្រមាណវិធីដកប្រមាណវិធីគុណនិងប្រមាណវិធីចែកចឹងប្រមាណវិធីបូកគឺយើងទូទាត់ផ្នែកពិតអីជាមួយផ្នែកពិតចឹងមកបាទហើយប្រមាណវិធីចែកគឺបងអូនគុណនឹងចំនួនកំប្លែកឆ្លាស់របស់វាហើយលទ្ធផលបើវាកើតពីតម្រងពេជ្រគណិតមកលទ្ធផលវានៅតែជាតម្រងពេជ្រគណិតអញ្ចឹងបាទអញ្ចឹងគ្រូមានប៉ុណ្ណឹងសូមអរគុណ